បាទអញ្ចឹងសប្តាហ៍មុនយើងបានសិក្សាពាក់ព័ន្ធទៅនឹងអក្សរឬការស្នាក់នៅមិនអញ្ចឹងទេនេះយើងបាទអញ្ចឹងពាក់ព័ន្ធនឹងអក្សរឬការស្នាក់នៅនេះអឺសម្រាប់ពុនយកទៅលើសេវាអីដែរបាទគ្នាយើងអក្សរឬការស្នាក់នៅបាទចឹងសម្រាប់អកឬការស្នាក់នៅនេះគឺយកទៅលើការស្នាក់នៅក្នុងសន្តាគារណាបាទឬការស្នាក់នៅក្នុងសន្តាគារតែនៅក្នុងប្រជាណាចក្រកម្ពុជាអញ្ចឹងក្នុងករណីដែលអឺម្ចាស់សន្តាគារឬក៏អ្នកជាប់ពន្ធគាត់ធ្វើការផ្គត់ផ្គង់សេវាស្នាក់នៅអញ្ចឹងគាត់ត្រូវមានកាតព្វកិច្ចកាត់ទុកបាទកាត់ទុកប្រាក់ពន្ធអកឬការស្នាក់នៅនេះមកបង់ជូនរដ្ឋបាលសារពើពន្ធណា បាទអញ្ចឹងសម្រាប់សន្តាគារផ្សេងហ្នឹងគឺគាត់ត្រូវមានកាតព្វកិច្ចកាត់ទុកអកស្នាក់នៅហ្នឹងហើយយកមកបង់ជូនរដ្ឋបាលសហពើពន្ធបាទអញ្ចឹងអ្នកដែលទទួលបន្ទុកចំណាយលើការបង់ពន្ធហ្នឹងគឺអតិថិជនហើយបាទន័យថាអតិថិជនជាអ្នកបង់ហើយម្ចាស់សន្តាគារហ្នឹងគឺគ្រាន់តែជាអ្នកកាត់ទុកវិញបាទកាត់ទុកពីអតិថិជនហ្នឹងយកមកបង់ជូនរដ្ឋបាលសហពើពន្ធណា លើឧបមាថាខ្ញុំទៅស្នាក់នៅសន្តាគារណាមួយអញ្ចឹងខាងសន្តាគារគេនឹងគិតអាករឬការស្នាក់នៅនេះពីខ្ញុំបាទថ្លៃស្នាក់នៅហើយបូកនឹងអឺអាករស្នាក់នៅហើយបូកនឹង VAT ទៀតណាអញ្ចឹងមិនខាងសន្តាគារហ្នឹងគាត់ត្រូវគិតទាំងអាករស្នាក់នៅទាំងអាករលើតម្លៃបន្ថែមហើយយកមកបង់ជូនរដ្ឋបាលសារពើពន្ធបាទហើយខ្ញុំជាអ្នកចំណាយណាចំណាយលើការបង់អឺអឺអាករទាំងអស់ហ្នឹងណាទីមួយគឺអាករស្នាក់នៅហើយនឹងអាករលើតម្លៃបន្ថែមហើយសម្រាប់ខាងសន្តាគារគាត់គិតថាជួយជាអ្នកភ្នាក់ងារអ្នកកាត់ទុកប្រាក់កហ្នឹងយកមកបង់ជូនរដ្ឋបាលសារពើពន្ធទេអញ្ចឹងសម្រាប់សន្តាគារគាត់មិនមែនជាអ្នកបង់ត្រូវចំណាយលុយបង់ថ្លៃអកហ្នឹងទេណាអញ្ចឹងយើងត្រូវដឹងកន្លែងហ្នឹងបាទជួនកាលសន្តាគារគាត់គិតថាគាត់ជាអ្នកយកជាអ្នកបង់អកទាំងអស់ហ្នឹងគាត់ជាអ្នកចំណាយតែអត់ទេទីពិតគឺគាត់ជាអ្នកគិតពីអតិជនហើយយកប្រាក់អកហ្នឹងយកមកបង់ជូនរដ្ឋបាលសាធារណពលតែប៉ុណ្្នឹងទេបាទអញ្ចឹងកលើការស្នាក់នៅនេះគឺប្រមូលទៅលើការផ្គត់ផ្គង់សេវាស្នាក់នៅណាបាទសេវាស្នាក់នៅក្នុងសន្តាគារបាទអញ្ចឹងគ្នាយើងក៏បានសិក្សាពាក់ព័ន្ធទៅនឹងនិយមន័យសន្តាគារណាសន្តាគារគឺជាកន្លែងសេវាស្នាក់នៅមានលក្ខណៈជាបន្ទប់គ្រែនិងមាននៅសម្បទានិងសេវាផ្សេងទៀតទៅតាមប្រភេទទីកន្លែងសេវាស្នាក់នៅនីមួយណាបាទអញ្ចឹងសម្បទាហ្នឹងគឺពាក់ព័ន្ធទៅនឹងការផ្ដល់សេវាផ្សេងដូចជាសេវាបោកគក់សេវាបោសសម្អាតសេវាអីផ្សេងហ្នឹងគឺរួមបញ្ចូលគ្នាហ្នឹងហើយបាទអញ្ចឹងសន្តាគារហ្នឹងវាអាចមានជាសន្តាគារឬក៏សន្តាគារអាផាតមិនណាបាទសន្តាគារអាផាតមិនហ្នឹងហើយសន្តាគារ suite សន្តាគារ resort motel lodge bungalow ផ្ទះសំណាក់ឬក៏ផ្ទះភ្ញៀវណាបាទកន្លែងបោះជំរុំទេសចរបាទហើយអញ្ចឹងមួយវិញទៀតពាក់ព័ន្ធរឿងអឺសម្រាប់ផ្ទះជួលឬក៏ផ្ទះល្វែងជួលនេះគឺមិនស្ថិតនៅក្រោមជានិយមន័យនៃសន្តាគារទេណាបាទអញ្ចឹងការជួលផ្ទះឬផ្ទះល្វែងជួលហ្នឹងគឺមិនជាប់អកលឬការស្នាក់នៅទេណាបាទបាទតែពាក់ព័ន្ធនឹងការជួលផ្ទះឬក៏អីហ្នឹងគឺយើងបានសិក្សាហើយបើសិនជារូបវ័ន្តបុគ្គលគាត់មានផ្ទះជួលអញ្ចឹងគាត់ត្រូវមានកាតព្វកិច្ចមួយទៀតពាក់ព័ន្ធទៅនឹងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យបាទ
អានឹងមួយទៀតផ្សេងបាទចឹងក៏យើងបានសិក្សាពាក់ព័ន្ធទៅនឹងមូលដ្ឋានគិតអាករឬការស្នាក់នៅណាមូលដ្ឋានគិតអាករឬការស្នាក់នៅគឺជាថ្លៃស្នាក់នៅរួមបញ្ចូលទាំងបន្ទប់ផ្សេងព្រមទាំងពន្ធអាករនានាវាលែងតែអាករលើតម្លៃបន្ថែមនិងអាករលើការស្នាក់នៅណាបាទអញ្ចឹងចំណុចដែលសំខាន់ទី1យើងត្រូវដឹងថាតើមូលដ្ឋានគិតអាករលើការស្នាក់នៅហ្នឹងគឺគិតទៅលើអីចឹងកលើការស្នាក់នៅនេះគឺគិតទៅលើថ្លៃស្នាក់នៅរួមបញ្ចូលទាំងបន្ទប់ផ្សេងណាព្រមទាំងអាករនានាវាលែងតែអាករលើតម្លៃបន្ថែមនិងអាករលើការស្នាក់នៅខ្លួនឯងបាទហើយតម្លៃសម្រាប់អត្រាអាករលើការស្នាក់នៅនេះគឺអនុវត្ត2%ណាបាទទៅលើមូលដ្ឋានគិតពន្ធណាអញ្ចឹងអត្រាវាមានតែមួយទេគឺ2%ណាបាទបាទអញ្ចឹងថ្ងៃមុនយើងនៅសល់ឧទាហរណ៍មួយណាឧទាហរណ៍មួយហើយអញ្ចឹងឧទាហរណ៍ហ្នឹងគឺសន្តាគារ E ស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធមធ្យមនៅក្នុងខែមេសាឆ្នាំ2024សន្តាគារ E នេះបានទទួលចំណូលពីការលក់ណាចំណូលរួមអតបណាបាទន័យថាចំណូលរួមអាករលើតម្លៃបន្ថែមណាបាទនឹងគិតជាប្រាក់រៀលដូចខាងក្រោមណាទី1ថ្លៃបន្ទប់ក្រែ1គឺទទួលបានចំណូល44,880,000រៀលណាហើយបន្ទប់ក្រែ2ទទួលបានចំណូល39,270,000រៀលហើយបន្ទប់ប្រជុំហ្នឹងមានបន្ទប់ធំហ្នឹងមាន200កៅអីណាបាទអញ្ចឹងតម្លៃជួលបន្ទប់ប្រជុំនេះទទួលបានប្រាក់ចំណូល22លានណាហើយមានដល់សេវាម៉ាស្សាណាម៉ាស្សាទទួលបានចំណូល7,260,000រៀលណាបាទហើយស្រាបៀរទទួលបានចំណូល26លាន558,000រៀលណាអញ្ចឹងគេឲ្យយើងគណនាពន្ធអាករគ្រប់ប្រភេទណាដែលសន្តាគារ E ដែលត្រូវបង់ជូនរដ្ឋបាលសារពើពន្ធឥឡូវយើងគណនាថាប្រាក់ម្ដោះពន្ធលើប្រាក់ចំណូលហើយអាករលើការស្នាក់នៅហើយនឹងអាករលើតម្លៃបន្ថែមបានហើយបាទរក3មុខហ្នឹងមកបាទអញ្ចឹងសម្រាប់អាករលើតម្លៃបន្ថែមអត្រា10%ណាបាទសម្រាប់អាករលើតម្លៃបន្ថែមអត្រា10%ហើយអាករលើការស្នាក់នៅគឺអត្រា2%ហើយពន្ធប្រាក់ម្ដោះពន្ធលើប្រាក់ចំណូលគឺអត្រា1%ណាបាទតែគ្នាយើងបានកណនាឃើញចម្លើយហ្នឹងក៏លើតម្លៃបន្ថែមឃើញប្រមាណមានបានកណនាឃើញទេគ្នាយើងអត់បានផងលោកគ្រូអញ្ចឹងបាទហើយគ្នាយើងផ្សេងទៀតមានបានកណនាឃើញទេរស្មីអត់បានដែរលោកគ្រូអញ្ចឹងបាទចុះសុកលៀនបានកណនាឃើញទេអត់បានកណនាផងលោកគ្រូសាប់មុនអត់បានមកបាទវិចឥឡូវយើងកណនាទាំងអស់គ្នាតែហ្មងទេបាទអញ្ចឹងសន្តាគារហ្នឹងគាត់ទទួលបានចំណូលហ្នឹងគឺចំណូលរួមទាំងអតបណារួមទាំងអតបណាបាទរួមទាំងអតប
Chẳngបន្ទប់ក្រែមួយគឺទទួលបានចំណូល44លាន880ពាន់រៀលបន្ទប់ក្រែ2 39លាន270ពាន់រៀលបន្ទប់ប្រជុំណាបន្ទប់ប្រជុំ290 200កៅអីទទួលបានចំណូល22លានរៀលណាម៉ាស្សាទទួលបានចំណូល7លាន760ពាន់រៀលស្រាបៀរស្រាបៀរទទួលបានចំណូល26លាន558លានរៀលណាបាទបាទចឹងមុននឹងចូលដល់ការកណនីលំហាត់យើងខ្ញុំបញ្យល់គ្នាយើងពីរបៀបគិតគិតអកលើតម្លៃបន្ថែមហើយនឹងអកលើការស្នាក់នៅហើយនឹងប្រាក់រំដោះពន្ធលើប្រាក់ចំណូលណាអញ្ចឹងក្នុងករណីដែលសមត្ថកម្មទី1គេឲ្យសមត្ថកម្មមកថាចំណូលនឹងមិនរួមអកឬក៏ចំណូលរួមអកណាបាទអញ្ចឹងបាទអញ្ចឹងឧទាហរណ៍បើសិនបើបាទឧទាហរណ៍បើសិនបើសន្តាគារមួយបាទទៅសេខ្ញុំទៅបាទសន្តាគារមួយគាត់ធ្វើការផ្គត់ផ្គង់សេវាស្នាក់នៅហ្នឹងធ្វើបានចំណូលប្រហែលថា$1000ណា$1000បាទហើយអញ្ចឹងបើសិនជាសមត្ថកម្មពេលគេបញ្ជាក់ថាចំណូលហ្នឹងគឺមិនរួមអកណាអញ្ចឹងបើសិនជាសមត្ថកម្មគេបញ្ជាក់ថាចំណូលមិនរួមអកមិនរួមអកណាបាទអញ្ចឹងបានន័យថាបើសិនជាសមត្ថកម្មបញ្ជាក់ថាចំណូលហ្នឹងមិនរួមអកបានន័យថាពុំទាន់មានគិតអកលើការស្នាក់នៅឬក៏អកលើតម្លៃបន្ថែមចូលទៅក្នុងនឹងទេណាអញ្ចឹងយើងត្រូវការកណនីបាទត្រូវការកណនីអកលើការស្នាក់នៅណាអញ្ចឹងយើងត្រូវធ្វើម៉េចបាទកលើការស្នាក់នៅណាកលើការស្នាក់នៅបាទហើយអញ្ចឹងគ្នាយើងដឹងហើយអកលើការស្នាក់នៅគឺអត្រាអកគឺ2%ណាអត្រាអក2%បាទអញ្ចឹងដើម្បីរប្រាក់អកលើការស្នាក់នៅគឺយើងត្រូវរកមូលដ្ឋានគិតអកសិនមិនអញ្ចឹងបាទអញ្ចឹងយើងរកមូលដ្ឋានគិតអកសិនមកបាទមូលដ្ឋានគិតអកណាលើការស្នាក់នៅបាទអញ្ចឹងស្មើឲ្យគេមូលដ្ឋានគិតអកលើការស្នាក់នៅអញ្ចឹងមូលដ្ឋានគិតអកលើការស្នាក់នៅគឺ$1000ណាយើងយកមកគិតណា$1000បាទ$1000បាទអញ្ចឹងប្រាក់អកលើការស្នាក់នៅប្រាក់អកលើការស្នាក់នៅការស្នាក់នៅអញ្ចឹងយើងយកឲ្យធ្វើអីអានឹងប្រាក់អកលើការស្នាក់នៅបាទអញ្
chẳng dương vô mưu lịch than kết đã có cún trên nắng tra cò nữa bà vô mưu lịch than kết đã có mưu than kết đã có lư ca sẵn nữ bà cún nâng tra cò nữa bà cún nâng tra cò bà chẳng tra cò dưỡng pi phị rồi nữa bà chẳng dương vô mà một pòn đờ lá bà pòn nứng cún mà cún nâng pi phị rồi nữa bà chẳng smart bà chẳng không gạn này đàiสมัครการปรับท้าจะโนนึงคือมันรวมมาก่อนนะจังงีสูติคือโยจะโนนึงโยมาคุณหนึ่งตรากอมักคือประกอหรือกาสนะnày bàจังเคยหมานที่ยังเคยมาพายเดลามันจังไงพายเดลาbàจังประกอหรือกาสนะnàyคือมาพายเดลาbà bà lấy dương màประกอบหรือดำลายเป็นไทยวิ่งจังประกอบหรือดำลายเป็นไทยnhư thầy kẹt niaเป็นแกะเนียอย่างដូចเป็นเด็กนะbà có lưu đầm lại mình thèm có lưu đầm lại mình thèm giống như thầy cư từng định và chẳng là có lưu đầm lại mình thèm cứ là ta đọc hiện rồi nhé đã đọc hiện rồi nhé và ta đọc hiện rồi nhé và chờ có sẵn nơi ta bị hiện rồi có lưu đầm lại mình thèm cứ ta đọc hiện rồi nhé và chẳng như hồ mưu tháng cách đã co lưu đầm lại mình thèm nhé mưu tháng cách có lưu đầm lại mình thèm và chẳng sma ấy chẳng sma nâng chân nấu và chân nấu đây dương từ tu ba nâng và mùi than cách đã co lưu lại mình thèm nâng cứ nấu buộc nâng co xin và buộc nâng co xin buộc co xin và chẳng không cạn này ní bởi dương miền là co sân nạn nếu dương buộc nâng co sân nạn nơi tới hay bởi sân chia dương miền co bị xét có dương buộc và chủ đế hãy ban vô mà kịch co lưu đầm lại bình thang nữa và chẳng thì nấu dưới màn mà pòn á pòn á hay giờ dương buộc co xin và buộc co xin buộc co xin chẳng co dưới miền là co sân nạn nơi nữa
បាទបាទចឹងក៏ស្នាក់នៅ$20ណាបាទចឹងវាស្មើនឹង1020ណា$1020បាទ$1020$1020ណាបាទនេះគឺមូលដ្ឋានគិតអកលើតម្លៃបន្ថែមបាទហើយអញ្ចឹងយើងចាំងរកប្រាក់កលើតម្លៃបន្ថែមណាប្រាក់កលើតម្លៃបន្ថែមលើតម្លៃបន្ថែមអញ្ចឹងស្មើនឹង$1020បាទគុណនឹងបាទគុណនឹង10%ណាត្រាកលើតម្លៃបន្ថែម10%អញ្ចឹងយើងគុណមកគុណ10%បាទបាទបាទអញ្ចឹងអានេះយើងឃើញប្រាក់កលើតម្លៃបន្ថែមបាទអញ្ចឹងយើងឃើញប្រាក់កលើតម្លៃបន្ថែម$102ណាបាទអញ្ចឹងសន្តាគារហ្នឹងគាត់ត្រូវបង់អីខ្លះបាទសន្តាគារត្រូវបង់បាទអញ្ចឹងមានយើងមានអកស្នាក់នៅបាទអកស្នាក់នៅឬការស្នាក់នៅបាទបាទមួយទៀតខ្ញុំប្រាប់គ្នាយើងរកប្រាក់បណ្ដោះមួយទៀតឲ្យទៅបាទបាទប្រាក់រំដោះពន្ធប្រាក់រំដោះពន្ធឬប្រាក់ចំណូលណាបាទអញ្ចឹងប្រាក់រំដោះពន្ធឬប្រាក់ចំណូលគឺអត្រា1%ណាអត្រា1%អូខេបាទបាទអញ្ចឹងយើងរកមូលដ្ឋានគិតប្រាក់រំដោះពន្ធឬប្រាក់ចំណូលមូលដ្ឋានគិតពន្ធប្រាក់រំដោះពន្ធឬប្រាក់ចំណូលបាទអញ្ចឹងមូលដ្ឋានគិតពន្ធអឺប្រាក់បណ្ដោះពន្ធឬប្រាក់ចំណូលគឺយកអីគេបាទយកចំណូលបាទយកចំណូលបូកនឹងអក្សរផ្សេងបាទបូកអក្សរអក្សរផ្សេងបាទតែមិនបាទដក VAT ចេញណាដកអក្សរលើតម្លៃបន្ថែមចេញតម្លៃបន្ថែម
và chẳng ở mù than kịch phun lư prạm đọc phun lư prạ chân nấu ní cứ dương vô chùm nấu bột nâng ở cọp xìm xính tá dưới ắt bột ở kho lư đùm lại bình tham tì nè và chẳng dương miên chân nấu dướiประมาณmột pòn á một pón ai ở cọp xìm xính dương miên ở có nạn nơi một phầy nè chẳng mù than kịch phun lư prạm đọc phun lư prạ chân nấu và mù than kịch phun lư đọc phun đọc phun lư prạ chân nấu và chẳng smile ghế smile chân nấu và chân nấu dưới một pòn á và một pón bột nâng một thầy để là nó chẳng vì smile nâng một pón một thầy nữa còn thầy và còn thầy để là và chẳng xem prạm đọc phun lư prạ chân nấu và phun lư prạ chân nấu smile này và smile nâng một pón một thầy và phun nâng mùi phía rồi và phun với phun mùi phía rồi phun mùi phía rồi smile nâng smile nâng đọc trạch pi để là nó ý để là và và chẳng sinh tha kia nó có thể bóng miền ấy khác có lư cả sạ nữ buộc nứng có lư đùm lại một tháng một tháng buộc nừng prạ đọc phun lư prạ chân nấu lư prạ chân nấu và chẳng sao mà anh cái này dưỡng có sạ nơi dưỡng khơi mà anh mình những và thầy để là nó thầy để lá buộc nứng co lư đụng lại mình tham những phần mà mình rồi pi nữa rồi phí buộc nừng đọc trực pi nữa trực pi và smart rồi nó nâng mà rồi sang trực pi trực pi nữa ờ, khi dân vô là biệp cạn này này nữa này dưỡng và vô là tôi rồi
bà chẳng nghi xu tí bà lấy bà sinh chia cái ao xem mặt cam xây bình nhé mặt cam xây bình bà chẳng bà sinh chia cái ao chân ô bà chân ô đây sinh hạ kia từ tu bánประมาณcò nữa bà lại mình thèm bà bà chẳng bàสมัติกรรมcái ao chơiវិញsinh bà sinh tha kiaគុតគង់សេវាស្នាក់នៅទទួលបានចំណូល$1122ចឹងបានន័យថាចំណូលនេះគេរួមទាំងអកណារួមទាំងអកបាទចឹងចំណូលនឹងរួមទាំងអកស្នាក់នៅនិងអកលើតម្លៃបាទអកលើតម្លៃបន្ថែមណាអញ្ចឹងគេឲ្យយើងរកតើសន្តាគារនឹងត្រូវគណនាអកលើការស្នាក់នៅហើយនឹងអកលើតម្លៃបន្ថែមហ្នឹងយកមកបង់ជូនរដ្ឋបាលសារពើពន្ធប្រមាណណាអញ្ចឹងគ្នាយើងត្រូវធ្វើម៉េចបានរកឃើញបាទឧទាហរណ៍ទី1នេះគឺងាយស្រួលដោយសារចំណូលហ្នឹងគឺมันរួមអកណាបាទมันរួមអកយើងគណនាមកគឺងាយស្រួលតែបើចំណូលហ្នឹងគេដាក់បញ្ជាក់ថារួមទាំងអកណារួមទាំងអកអញ្ចឹងយើងត្រូវរកប្រាក់អករកប្រាក់អកមកតើមានប្រាក់អកលើការស្នាក់នៅនឹងប្រមាណអកលើតម្លៃបន្ថែមប្រមាណណាបាទអញ្ចឹងគ្នាយើងអាចកណនាឲ្យឃើញបាទបាទអញ្ចឹងយើងមានចំណូលបាទចំណូលរួមទាំងអកណាបាទរួមទាំងអកអញ្ចឹងចំណូលរួមទាំងអកយើងបាទស្មើប៉ុន្មានបាទស្មើនឹង$1122ណាបាទបាទចឹងបានន័យថាចំណូលនេះមានរួមទាំងអកលើតម្លៃបន្ថែមនិងអកលើការស្នាក់នៅនៅក្នុងហ្នឹងហើយបាទបាទអញ្ចឹងដើម្បីរកអកមូលដ្ឋានគិតអកលើតម្លៃបន្ថែមគ្នាយើងត្រូវរកម៉េចបាទបាទគ្នាយើងគិតតិចមើលអញ្ចឹងយើងបានសិក្សាហើយមិនអញ្ចឹងហ៎មូលដ្ឋានគិតអកលើតម្លៃបន្ថែមម៉េចចំណូលបូកនឹងអកផ្សេងណាបាទឥឡូវយើងរកប្រច្រាស់មកវិញបាទបាទរកប្រច្រាស់មកវិញណាបាទយើងរកប្រច្រាស់មកវិញយើងរកមូលដ្ឋានគិតអកលើតម្លៃបន្ថែមមូលដ្ឋានគិតអកលើតម្លៃបន្ថែមស្មើអីនេះបាទស្មើអី1122ចែកនឹង1.1បាទ1122ចែកនឹង1.1 22បាទចែកនឹង1.1ឬក៏ចែកនឹង110%ណាបាទបាទចែកនឹង110%បាទនេះយើងតនេះកន្លែងចែកនឹង1.1នេះយើង
con của con យើងរកបច្ចេកមកវិញណា bà nắng đọc À. kia thôi rồi lừa VAT បាទ VAT 10% ណាបាទបានន័យថាចំណូលហ្នឹងចំណូល1122ហ្នឹងមានអាករលើតម្លៃបន្ថែមហ្នឹង10% នៅក្នុងហ្នឹងហើយបាទមាន បាទ ប្រាក់ពន្ធណា bà បាទអញ្ចឹងបានន័យថាចំណូលហ្នឹងវា110%ហើយតោះនេះបាទ bà 110% អញ្ចឹងយើងចង់រក100% វិញគឺយក1122ហ្នឹងគុណនឹង100មកចែកនឹងគុណ100% ចែកនឹង110% ណាឬក៏យក1122ហ្នឹងចែក110% ទៅឃើញហើយបាទឬក៏ចែកនឹង 1.1 ណា110% ចែកនឹង100ទៅឃើញ1.1 ណាបាទអញ្ចឹងឃើញប៉ុន្មានគ្នាយើង22ចែកនឹង 1.1 អញ្ចឹងឃើញ1020ណា1000 020ណាបាទអញ្ចឹង1020ណាបាទបាទអញ្ចឹងយើងរកអាករលើតម្លៃបន្ថែមហ្នឹងឃើញប៉ុន្មាន អត់ទេលោកគ្រូខ្ញុំសុំសួរមួយលោកគ្រូ បាទបាទអញ្ចឹង កន្លែងអាលំហាត់ការពីលោកគ្រូបញ្ចូលសប្តាហ៍មុនអា110%នេះគឺមិនឲ្យឃើញ110%ហ្នឹងលោកគ្រូ ចឹងនិយាយថាចំណូលនេះ បើបុក ចំណូលនេះវាមានអាករលើតម្លៃបន្ថែម10% ហើយមិនចឹងប្រហែលថាចំណូលយើង1000បូកនឹងអាករតម្លៃបន្ថែម10% ទៅនេះតើនេះបាទប្រហែលថាចំណូល1000ណាចំណូល1000ណាបាទចំណូល1000ហើយអាករលើតម្លៃបន្ថែម10% ទៅយើងមិនឃើញ100អញ្ចឹង1100ណាបាទអញ្ចឹងវាបើគេឲ្យចំណូលរួមនឹងអាករលើតម្លៃបន្ថែមហ្នឹងបានន័យថាវា110% ហើយតោះនេះអញ្ចឹងយើងចង់រកមុនចំណូលមុនជាប់អាករលើតម្លៃបន្ថែមអញ្ចឹងយើងរក100% អញ្ចឹងមិនយើងរកតាមវិធានសមាមាត្រមកបែកឋានមកឃើញហើយណាបាទតោះនេះយើងវាបកណនីហ្នឹងបាទឥឡូវខ្ញុំបញ្ជាក់ថងនេះតិចបាទន័យថាចំណូលមករួមទាំងអាករហ្នឹងមានអាករលើតម្លៃបន្ថែមហើយណាបាទមានអាករលើតម្លៃបន្ថែមបាទ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 ដែលចំណូលបូកនឹងប្រាក់កលើតម្លៃបន្ថែមណាប្រាក់កលើតម្លៃបន្ថែមបាទអញ្ចឹងគ្នាយើងតនេះកន្លែងនេះបានន័យថាចំណូលរួមទាំងអាករហ្នឹងគឺស្មើនឹងចំណូលបូកនឹងប្រាក់អាករលើតម្លៃបន្ថែមណាឥឡូវប្រាក់អាករលើតម្លៃបន្ថែមយើងស្មើអីប្រាក់អាករលើតម្លៃបន្ថែមមិនអញ្ចឹងប្រាក់អាករលើតម្លៃបន្ថែមប្រាក់អាករលើតម្លៃបន្ថែមយើងមិនស្មើនឹងចំណូលបាទចំណូលគុណនឹងបាទចំណូលគុណនឹងអត្រាអាករមិនអញ្ចឹងហ៎អត្រាអាករមិនអញ្ចឹង
tra co những đọc hiểu rồi mình chẳng bà nè toàn ấy bà chẳng bởi sân việc trong mà lớn trong trình nua rụt bộ môn đi má bà rụt bộ môn đi trình nấuរួមទាំងអាករណាបាទឥឡូវខាងលើយល់ហើយណាយល់ខ្ញុំលុបចេញសិនទៅហើយដាក់ទៅលើវិញបាទអញ្ចឹងបើសិននេះខ្ញុំឥឡូវរបៀបប្រាប់របៀបគ្នាយើងកណនីទៅបាទឥឡូវបើខ្ញុំតាងនេះតាងចំណូលរួមទាំងអាករនេះស្មើអក្សរ A មួយទៅអក្សរ A មួយទៅបាទហើយចំណូលនេះខ្ញុំតាំងដោយអក្សរ B ទៅបាទចំណូលនេះតាំងដោយអក្សរ B ទៅណាបាទអក្សរ B ទៅបាទអញ្ចឹងយើងអាចកណនីបានមិនណាបាទអញ្ចឹងយើងមានយើងរកប្រាក់កលើតម្លៃបន្ថែមនេះប្រាក់កលើតម្លៃបន្ថែមនេះគឺมันស្មើនឹងมันស្មើនឹងចំណូលគុណនឹងអត្រា 10% មិនអញ្ចឹងហ៎ចំណូលយើងខ្ញុំតាំងដោយអក្សរ B ណាតាំងដោយអក្សរ B បាទតោះនេះចំណូលនេះតាំងដោយអក្សរ B បាទគុណនឹង 10% នេះគុណនឹង10%ណាបាទអានេះប្រាក់កលើតម្លៃបន្ថែមអញ្ចឹងខ្ញុំយកអានេះទៅជំនួសចូលណាទៅជំនួសចូលរូបមន្តខាងលើនេះណាបាទអញ្ចឹងចំណូលរួមទាំងអាករហ្នឹងខ្ញុំតាំងដល់អក្សរ A ហើយបាទអញ្ចឹង A ស្មើអី A ស្មើនឹង B បាទ B ណាចំណូលយើង B បូកនឹងប្រាក់កលើតម្លៃបន្ថែមប្រាក់កលើតម្លៃបន្ថែមនេះគឺស្មើនឹង B គុណ 10% ណា B គុណនឹង 10% បាទ B គុណនឹង 10% បាទបាទអញ្ចឹងយើងរកទៀតមកធ្វើតទៀតមកបាទអញ្ចឹងយើងទាញ B ជាកតាមកណាអញ្ចឹងB យើងมันស្មើ1បូកនឹង 10% ណាបាទបូក 10% បាទឥឡូវយើងស្គាល់ A យើងសមាតកម្មយើងប្រាប់បាន1122ណាចំណូលរួមទាំងអាករណាអញ្ចឹងយើងជំនួស A មកបាទ A យើងបាទ A យើងស្មើនឹង$1122ណាបាទ$1022$1122ឥឡូវយើងចង់រក
chân đấu nè đây mình rùa mà cò đó chẳng dương chẳng ổ bi mình chẳng này ổ bí thôi mấy này bí và bí mình mà nứng bí mình mà nứng ế chay nứng muối bột nứng đọc chị rồi mình chẳng này còn ấy và chẳng bi những khi mà và bí mà nứng e dứng miền này mình chẳng ấy mà pón mà rồi phải pì nữa pón mà rồi phải pì nữa nhưng mà trái nứng muối muối bù nứng muối bù đọc vậy rồi nữa và chứ là ní dương ai xâm rai đi tiết tử và mà nứng pón mà rồi phải pí và trái nứng và chạy nứng mà rồi đọc thì rồi nữa. Mà rồi đọc thì rồi và rồi cô dương xùm rùa to tiết tới và rùa to tiết tới một món rồi phải phí chạy nứng muối chạch mùi nữa. Mà rồi đọc thì rồi dương chạy nứng mà rồi tới vô mà rồi đọc chạy nứng mà rồi tới cây mùi chạch mùi vậy và chẳng chạy mùi chạch mùi mà và chắc nhiên khi bi ứng mà bị và bị ứng mà nứng bị mà nứng một pon một thầy nữa pon một thầy và pon thầy là và chẳng như ngộ pra co lên lại một thai mới khi mà mình vô một pon mà thầy nứng con đừng đọc vậy rồi đấy khi pra co lên lại một thai mà nứng một pon số thầy cũng đọc vậy rồi mà nè và chẳng khơi nhờ mà rồi pi đà là toàn ấy cái này cái việc kệ này chắc bờ sân dưới cái ao cho nó dưới ruộng tiền có chẳng nằm bây giờ mùi than cái đã co lư đầm lại một tháng cứ dừng vô đầm lại nướng chay đừng mùi chạch mùi tại mà đòn bà toàn ấy nè chay đừng mùi chạch mùi tại mà đòn bà chẳng dừng khơi nhờ mùi than cái đã co lư đầm lại một tháng mày thấy dương con atra co lư đầm lại một tháng mất khơi nhỉ bà chắc cái này dân toàn ấy là việc kẹt này phải trẻ màu với nhé bà alo alo bà toàn ấy con là khổ bà toàn ấy cái này dân alo sẽ đọc bật bản Cha tôi là của tôi. ba tuần là đủ bà chẳng như ai vừa tụm rụng năng nè bà kẹt này từ vinh từ màu mất phải trẻ từ vinh từ màu mất
bà chứ ngô bùa má tha lấy dương trăng ngộ mù than kết co lư ca sạ nơi mình nhé chẳng như khi như mù than kết co sạ nơi cư dương thực thư mày nhé bà anh ấy dương ngộ mù than co lư lại time khơi này nè nè lại ní mù than kết co lư lại time mày chẳng ban đây tha anh ấy bị ní bia biên té chân nấu nắng prạ co lư ca sạ nơi thì bà co lư ca sạ nơi thì chẳng đam bây giờ có prạ co lư ca sạ nữ dương mình thử đọ chành đọ hộ mù than cái co lư ca sạ nữ dương mình thử đọ co lư ca sạ nơi luôn vì chành sần đôi vì thì dần đó và chẳng co lư ca sạ nữ co lư ca sạ nữ nữa co lư ca sạ nữ mình chẳng chẳng nhung vô anh ấy tại mình đón vô mà cái anh ấy tới và co lư ca sạ nữ cứ đọ co luôn viên á và ninh mù than cái co lư ca sạ nữ than cái co lư ca sạ nữ và chẳng như vô một pon sơn một pay ní pon sơn một pay ní vô mà chay nâng mà rồi pi nữa mà rồi pi bị rồi nữa và pi bị rồi và và chẳng xâm rai đi tới rồi cô vô một pon một pay ní chay nâng muối cho sơn pi nữa và chẳng mà nữa và là nâng bản và khơi một pon á được là và chẳng dương hộ prạ co lư ca sạ nơi mới đó có lư ca sạ nơi nữa chân vì mà nâng một pon quân nâng pi phía rồi mình chân ấy bà chân mà nâng một pay được là nữa pay được là nè những to này là biểu kẹt nè ní cái này chơi tầm muối rồi bàn xem bà này mẹp cả kẹt này nè nữa bạn này tha bờ sân chia và sân chia cái ối chân nấu ruộng tàng ở cò nữa thì múa dương thử đọ co lư đùm lại mình thèm chính đam bay hộ mù than kết ở co lư đùm lại mình thèm nữa và ai bị to mót đam bay hộ mù than kết ở co lư ca sạ nữ dương thử thì mày hộ mù than ở co lư ca sạ nữ nữa hộ mù than đi ở co lư ca sạ nữ cứ dương thì múa thử đó co lư lại mình thèm tranh sến và to mót đó co lư ca sạ nữ chính bán dương cứ nhờ mù than kết ở co lư ca sạ nữ nữa và chẳng dương hộ bà to cái này nữa và từ cô mùi tiết đàm bay nghi xuống và nên tha khi phẹp chấm nấu ní chấm nấu và chấm nấu ní ruộng đang là có và nên tha ở đàm bay ở mùi than kết ở co lư ca sạ nữ và
មូលដ្ឋានគិតកលើការស្នាក់នៅបាទជាស្មើនឹងបាទចំណូលរួមទាំងចំណូលរួមទាំងបាទចែកនឹងអឺ110%បាទឬក៏ចែក 1.1 តែម្ដងទៅ 1.1 ហើយយកមកចែកនឹង1.02 ណាបាទឥឡូវយើងមើលទាំងអស់គ្នាអញ្ចឹងមូលដ្ឋានកិត្តករលើការស្នាក់នៅចំណូលយើងបានមើលធ្វើឲ្យមើលទាំងអស់គ្នាណាបាទអញ្ចឹងចំណូលរួមទាំងយើងបានមិញហ្នឹង1122ណា1122ណាចែកនឹង1.1ចែកនឹង1.02ណាបាទអញ្ចឹងឃើញប៉ុន្មានគ្នាយើងឃើញប្រហែលលោកគ្រូ បាទឃើញ1000ណា$1000បាទអញ្ចឹងអានេះមូលដ្ឋានកិត្តករលើការស្នាក់នៅណាបាទអញ្ចឹងយើងរកប្រាក់ករលើការស្នាក់នៅមកប្រាក់ករលើការស្នាក់នៅបាទអញ្ចឹងយើងមិនស្មើនឹងមូលដ្ឋានមូលដ្ឋានកិត្តករលើការស្នាក់នៅនេះមិនអញ្ចឹងយកមកគុណនឹងអត្រាករមិនអញ្ចឹងតាកបាទតាកយើង 2% មិនអញ្ចឹងបាទអញ្ចឹងយើងយក1000នឹងមកយក1000នឹងមកគុណនឹង 2% នឹង2%អញ្ចឹងឃើញ$20 $20បាទគ្នាយើងតន់ទាំងអស់គ្នារបៀបកណនីណាអាចធ្វើតាមរូបមន្តក្រោយនេះក៏បានដែរលឿនបាទបាច់កណនីច្រើនណាតនេះសិប៉ាវបាទសិប៉ាវ តាន់ វាកណនីនេះតនេះបាទ តាន់គ្រូតាន់ បាទអាចធ្វើតាមរូបមន្តក្រោយនេះក៏បានព្រោះដោយសារមុនហ្នឹងខ្ញុំសម្រាយឲ្យគ្នាយើងយល់ថាត្រូវទាញធ្វើម៉េចបានគេនឹកឃើញម៉េចបានគេយកមកចែកនឹង 1.1 ណាហើយម៉េចបានគេយកចែកនឹង 1.02 ណាអញ្ចឹងរបៀបកណនីគឺទាញចេញពីរូបមន្តហ្នឹងណាបាទគ្រូចាំសុំគ្រូតម្លាក់អាហ្វាល់នឹងចូលក្រុមផងគ្រូ អូខ្ញុំលុបចោលខ្ញុំលុបចោលមកកណាត់បាត់ហើយចាំមើលដំណោះស្រាយ
នេះបដោយទេ បាទអីចឹងលោកគ្រូចាំទៅចាំមើលតាមវីដេអូម្ដងទៀតក៏បាន បាទមើលវីដេអូបដោយទេព្រោះខ្ញុំ បាទ ខ្ញុំលុបចោលបាត់ហើយបាទឥឡូវខ្ញុំទុកពេលឲ្យគ្នាយើងគិតលំហាត់យើងបន្តិចទៅឥឡូវមុនហ្នឹងអត់តាន់យល់ពីរបៀបកណនីអត់ដឹងថាត្រូវធ្វើម៉េចណាឥឡូវយើងគិតតិចទៅបាទគិតលំហាត់ជាងនេះបាទឃើញខ្ញុំ share screen នេះដែរលំហាត់ហ្នឹងហឡូ ចាឃើញលោកគ្រូឃើញ បាទឥឡូវគ្នាយើងគិតតិចតោះគ្នាយើងឃើញចម្លើយនៅគ្នាថតស្នាក់នៅឃើញប្រមាណហើយអកលើតម្លៃបន្ថែមឃើញប្រមាណហើយប្រាក់បណ្ដោះពន្ធលើប្រាក់ចំណូលឃើញប្រមាណមកស្អីមុំអកលើតម្លៃបន្ថែមឃើញប្រមាណ VAT លោកគ្រូខ្ញុំអត់តាន់កណនីហើយលោកគ្រូសំចាំតិច អញ្ចឹងបាទមានអ្នកណាធ្វើហើយ ជួយសួរលោកគ្រូ បាទអញ្ចឹង អឺនេះខ្ញុំអត់ដឹងថាខុសត្រូវណាសម្រាប់ បាទ ចាលោកគ្រូសម្រាប់អកស្នាក់នៅខ្ញុំកណនីឃើញ1លាន500,000 បាទ ចា គឺ ហើយ VAT VAT ខ្ញុំកណនីឃើញ12លាន724 364 VAT ឃើញប្រមាណ10 12លាន724,364 បាទហើយប្រាក់បណ្ដោះពន្ធលើប្រាក់ចំណូល 1លាន272,436 អញ្ចឹងបាទចុះអ្នកណាគ្នាយើងផ្សេង ខ្ញុំមកឃើញដូចបងស្រីដែរលោកគ្រូ អញ្ចឹងបាទមានណាផ្សេងទៀតទេបាទអញ្ចឹងតោះយើងមើលទាំងអស់គ្នាណាបាទអញ្ចឹងសន្តាគារ E ស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធមធ្យមណានៅក្នុងខែមេសាឆ្នាំ2024សន្តាគារ E បានទទួលចំណូលពីការលក់ចំណូលរួមអតបណាគេបញ្ជាក់ហើយយើងបញ្ជាក់ថាចំណូលរួមទាំងអតបបាទហើយមានចំណូលបន្ទប់ក្រែមួយគឺ44លាន880,000រៀលណាហើយចំណូលបន្ទប់ក្រែ2ចំណូលបន្ទប់ក្រែ239លាន277,000រៀលបន្ទប់ប្រជុំ200កៅអីទទួលបានចំណូល22លានម៉ាស្សាបាទម៉ាស្សាហ្នឹងគឺ7លាន260,000ហើយលក់ស្រាបៀរ26លាន558,000ណាបាទអញ្ចឹងដើម្បីរកវិធីយើងសរុបចំណូលទាំងអស់ហ្នឹងចូលគ្នាមកបន្ទប់កែមួយហ្នឹង44លានបាទ44លាន880,000ហ្នឹងហើយបូកនឹងបន្ទប់កែ2បន្ទប់កែ2ប្រហែលបន្ទប់កែ2 39លាន270,000ហើយបូកនឹងចំណូលពីបន្ទប់ប្រជុំចំណូលពីបន្ទប់ប្រជុំ22លានបាទបូកបញ្ចូលទៀតមកហើយចំណូលពីម៉ាស្សាណាពីម៉ាស្សា7លាន260,000
ហើយចំណូលពីស្រាបៀរហ្នឹង26លាន558,000មកបូកចូលគ្នាមកឃើញប៉ុន្មានហើយយើងស្រុបចូលគ្នាមកឃើញប៉ុន្មាន 2 tiếng rồi sang tin bằng 12 rồi. ឃើញប៉ុន្មានឃើញប៉ុន្មាន 2 tiếng rồi sang tin bằng 12 rồi. ជប់44លានបាទ44 808បូកនឹង39ជប់បូកតិចសិន39 207បូកនឹង22បូកនឹង7 260បូកនឹង26 558បាទឃើញ139លានជាងឯគ្នាយើង ចាលោកគ្រូ គ្រូចា139លាន 968,000 បាទ968,000ណាអញ្ចឹងយកចំណូលហ្នឹងចែកមកចែកនឹង110%ឬក៏ចែកនឹង 1.1 មកឃើញមូលដ្ឋានគិតកលើតម្លៃបន្ថែមហើយយកចែកមកឃើញប៉ុន្មានតោះអញ្ចឹងយើងឃើញកលើតម្លៃបន្ថែមមួយហើយបាទអញ្ចឹងឥឡូវយើងរកប្រាក់ដោះពន្ធលើប្រាក់ចំណូលណាប្រាក់ដោះពន្ធលើប្រាក់ចំណូលទី1យើងត្រូវដកកលើតម្លៃបន្ថែមចេញអញ្ចឹងយើងរកឃើញហ្នឹងនេះ127លាននេះគឺមិនរួមបញ្ចូលកលើតម្លៃបន្ថែមទេអញ្ចឹងយើងយកចំណូល127លាន243,636 336ឯង636នេះយកគុណនឹង 1% មកឃើញប៉ុន្មានបាទយកគុណនឹង 1% មកឃើញប៉ុន្មានគ្នា243 1គុណនឹង 1% ឃើញ1លាន272 436ណាបាទហើយឥឡូវយើងរកកលើការស្នាក់នៅណាអញ្ចឹងយើងមើលចំណូលយើងកលើការស្នាក់នៅនេះគឺយកទៅលើការស្នាក់នៅសន្តាគារណាអញ្ចឹងវាមានបន្ទប់បាទបន្ទប់ខែមួយចំណូលបានពីបន្ទប់ខែមួយ44លាន880,000រៀលហើយបន្ទប់ខែ2គឺ39លាន270,000ណាអញ្ចឹងយកចំណូលពីរហ្នឹងបូកបញ្ចូលគ្នាមកឃើញប្រមាណបាទឃើញប៉ុន្មានគ្នាយើងបូកតិចមក44 808ទី3បូកនឹង39 207 2 3ឃើញប្រមាណ84លាន150,000ចា៎បាទអញ្ចឹងយើងរកមូលដ្ឋានគិតកលើការស្នាក់នៅមកអញ្ចឹងមូលដ្ឋានគិតកលើការស្នាក់នៅយើងយកចំណូលហ្នឹងចែកនឹង 1.1 ហើយចែកនឹង 1.02 ណាបាទឬក៏យើងយកចំណូលហ្នឹងចែកនឹង 110% ចែកនឹង 102% មកឃើញហើយអញ្ចឹងចែកមកឃើញប៉ុន្មានគ្នាយើងមូលដ្ឋានគិតកលើការស្នាក់នៅ 1 លាន 50,000 គ្រូ ចែកទៅឃើញប៉ុន្មាន84លាន84លាន
150 thì 7 chạy nâng muối chạch muối chạy nâng muối chạch xuống pì khi mãn cái này រៀន đòn này គុណ2%ហើយ dương hộ mù than sân dương hộ mù than cật ở co lư ca sân nơi sân nhé mù than sân bằng dương hộ bạ co lư ca sân nơi lấy hộ mù than sân khi mãn này dương khi mà liên 50,000 nước nắng đo bạ co lư ca sân nơi này mà lấy dương hộ mù than sân khi mãn mù than vô chùm nô dương nước chùm nô để 84 liên rồi 20 pon nước chay đứng mùi chạch muối ấy chay đứng mùi chạch sồn pì và khi mãn 75 លាន ba khi chân sập ram liên mình chăng ấy hãy bần vô ổ co lư ca sna nữ bạ co lư ca sna nữ vô mù thán cật co lư ca sna nữ côn nâng tra co những pi pì rồi mình chăng ấy chẳng nhiên vô chân sập ram liên nữ côn nâng pi pì rồi mất khứ bạ co lư ca sna nữ nữ mà liên phè mồi pòn mình chăng ấy toàn ấy lũ như vậy toàn hết như vậy ចាតើលោកគ្រូ bà bà những bữa toàn thấy dừng ai xem mẹ đọc pram này tí đấy mà đọc đấy rồi với hay dừng đừng chập đào mì riêng thay nữa mì riêng thay mấy cứ bẹ pon tên nâng co bị xét nâng co sầmรับông plư sa thiên nè đấy bà chân dừng xem mẹ đọc pram này tí xem đấy